សាំងកំពុងឡើងថ្លៃហើយវាពិតជាផ្ដល់ផលវិបាកច្រើនមែនតើសម្រាប់បងប្អូនតែគាត់ប្រកបអាជីវកម្មសម្រាប់រថយន្តដឹកអ្នកដំណើរក៏ដូចជាបងប្អូនដឹកអាវ៉ាន់សម្ភារៈនានាអញ្ចឹងបងប្អូនហើយថ្ងៃនេះផ្ទាល់ខ្ញុំនឹងណែនាំដំណោះស្រាយពិសេសមួយជូនបងប្អូនចង់ដឹងថាពិសេសយ៉ាងណាមកតាមដានវីដេអូជាមួយខ្ញុំទាំងអស់នេះគឺបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូនេះពីខ្ញុំបាទនេះអញ្ចឹងបងប្អូនបានឃើញខ្ញុំបើវីដេអូហើយព្រោះថ្ងៃបងប្អូនដែលគាត់ប្រកបអាជីវកម្មអ្នកដឹកអវ៉ាន់បាទដឹកអ្នកដំណើរអីនេះគឺគាត់ពិតជាជួបផលវិបាកមែនតើអញ្ចឹងថ្ងៃនេះខ្ញុំណែនាំដំណោះស្រាយពិសេសមួយជូនបងប្អូនតាក់ទងនឹងម៉ាកយីហោ Zo Motor បាទអញ្ចឹងពាក្យថា Zo ហ្នឹងមានន័យថាតម្រៃបងប្អូនមើល logo គេបាទអញ្ចឹងម៉ាក Zo Motor ហ្នឹងគឺ original គេហ្មងគឺមកពីជប៉ុនពីក្រុមហ៊ុនជប៉ុនណាដូចថារថយន្តអគ្គិសនីគាត់គឺគាត់សហការមួយក្រុមហ៊ុនចិនដើម្បីផលិតថ្មអីនានាអញ្ចឹងទៅតែស្តង់ដារគឺជប៉ុនតែម្ដងអញ្ចឹងបងប្អូនប្រើដោយទំនុកចិត្តហ្មងដឹងស្រាប់អីឡានដឹកទំនិញឡានដឹកអវ៉ាន់គឺត្រូវការភាពធន់ខ្លាំងមែនទែនក្នុងការចរាចរណ៍ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃព្រោះដោយសារតើត្រូវការប្រើច្រើនបងប្អូនចឹងនៅពេលបងប្អូនជ្រើសរើសរថយន្តដឹកបងប្អូនត្រូវគិតដែរថាតើរថយន្តនឹងមានការប្រើប្រាស់ទៅយូរអង្វែងអត់ល្អសម្រាប់អាជីវកម្មបងប្អូនអត់មិនមែនដូចយើងប្រើរថយន្តគ្រួសារងាកដូរអត់ទេបងប្អូនឡានគឺយកមកដើម្បីរកលុយដល់ឥឡូវក៏បងប្អូនឃើញហើយខាងក្រោយនេះគឺជាស្ថានីយ៍សាកគាត់មានម៉ាករថយន្តអគ្គិសនីគាត់ផ្ទាល់ខ្លួនហើយមានស្ថានីយ៍សាកផ្ទាល់ខ្លួនទៀតហើយមានបាទកម្មវិធីទូរស័ព្ទដៃផ្ទាល់ខ្លួនទៀតហើយថ្ងៃអនាគតកន្លែងសាកគាត់គឺនឹងមានទូទាំងប្រទេសហ្មងគ្រាន់ថាឥឡូវផ្ទាល់គឺខ្ញុំនៅក្នុងបរិវេណបឹងកក់បងប្អូនខ្ញុំជឿជាក់ថាបងប្អូនចង់ឃើញទល់មុខអ៊ីដិនហ្នឹងឃើញស្ថានីយ៍សាកច្រើនមែនតើតើតែជួយកំពុងសាកបងប្អូនហើយមកកន្លែងគាត់ស្រួលមែនតើមានកន្លែងដំបូលរងចាំមិនត្រឹមត្រូវបងប្អូនព្រោះសិបងប្អូនគេថាខ្ជិលរងចាំយូរឆ្លងតែខ្នល់មកចូលដល់អ៊ីដិនអង្គុយញ៉ាំបាយក៏បានដែរគឺសំណងខ្លាំងមែនតើហ្មងហើយថ្ងៃនេះបងប្អូនមិនមែនត្រឹមតែបង្ហាញតែតង់នឹងស្ថានីយ៍សាតិចតួចជូនបងប្អូនទេគឺខ្ញុំចង់បង្ហាញរថយន្តរបស់ Zo Motor ផ្ទាល់ហ្មងគាត់មានតាំងពីរថយន្តដឹកអ្នកដំណើរហើយមានរថយន្តដឹកពី1តោនកន្លះរហូតដល់10តោនបងប្អូនបាទចង់ដឹងថាពិសេសមិនចាំតាមដានមួយខ្ញុំតិចខ្ញុំដើរបង្ហាញបងប្អូនហ្មងអ្នកខាងក្រោយអូសិតតែរថយន្តដឹករបស់គាត់តំណងខ្លាំងមែនតើហើយខ្ញុំបាន visit កន្លែង After Sale គាត់ឃើញមានអី Fox Lift បាទគេយកទៅឲ្យថាតាក់ថងនឹងដឹកហ្មងគឺ Zo Motor មានទាំងអស់បងប្អូនតោះឥឡូវកុំឲ្យខាត់ពេលយូរមកតាមដានវីដេអូជាមួយខ្ញុំបន្តទៀតទាំងអស់គ្នាចូលមកដល់ខាងក្នុងបងប្អូនមានអារម្មណ៍ថាប្លែកមែនតើរាល់ដងឡានដឹករៀងលឺអញ្ចឹងណាហើយចូលមកស្ងាត់ខាងបងប្អូនលឺទៅសំឡេងមិនសិនទៅឲ្យសំខាន់កាមេរ៉ា360ឡើងច្បាស់ឡានដឹកតែ option តាំងពី sensor កាមេរ៉ា360អេក្រង់ touch screen គាត់តែចេញមកបើសិនជាយើងប្រកបលើអាជីវកម្មបាទដឹកភ្ញៀវមានអារម្មណ៍ថាផាសុកភាពដែរយើងផ្ដល់រថយន្តមួយដែលមានកម្រិតផាសុកភាពជួនកាលអតិថិជនអញ្ចឹងណាបាទអានេះ4 10ទៅអីបងប្អូនអូយអែមមែនតើឥឡូវខ្ញុំពុកទីបង្ហាញបងប្អូនគេស្ថានីយ៍សាកគេអញ្ចឹងណាទូនេះសិតតែរថយន្តគាត់ដែរបងប្អូនបាទដឹកប្រហែលតោនក៏មានដែរឥឡូវខ្ញុំជិះចូលទៅបង្ហាញបងប្អូនតិចថារថយន្តគាត់មានគេខ្លះអញ្ចឹងណាតោះចូលពីខ្ញុំបន្តបងប្អូនអាចទស្សនាបានខាងក្រោយនេះសិតតែជារថយន្តរបស់ Zo Motor បងប្អូនមានតាំងពីប្រភេទដឹកបាទដឹកទំនិញណាដឹកអ្នកដំណើរហើយក៏មានរថយន្តលក្ខណៈគ្រួសារ pick up ដែរឥឡូវខ្ញុំបង្ហាញបងប្អូនតាក់ទងរថយន្តម៉ូដែលឡានដឹកមុនបាទនេះបងប្អូនម៉ូដែល ZM5 អានេះសាកថ្មមកពេញជិះបាន200គីឡូជាង240គីឡូហើយដឹកបាន2តោនជាងហើយរថយន្តនេះលុយត្រង់ចែបាទផ្លាកលេខក្បាល2យកបងប្អូនអាចជិះក្នុងក្រុងក៏បានទៅតាមខេត្តក៏បានដែរបងប្អូននេះអូយតំណងមែនតើហ្មងនេះរថយន្តអគ្គិសនីបងប្អូនសំចៃមែនតើហ្មងហើយបើសិនបងប្អូនចង់បានរៀងធំនឹងនេះបាទម៉ូដែលគេ ZM8 ដឹកបាន5តោនបាទតែនេះជាប់ផ្លាកលេខក្បាល3ហើយរៀងគេមើលទៅស្អាតរបស់គេបងប្អូនស្អាតហើយធ្វើឲ្យតែកង់ជិះផាសុកភាពហើយសុវត្ថិភាពនៅពេលដែលបងប្អូនជាម្ចាស់បងប្អូនអាចគ្រប់គ្រងការចំណាយឧទាហរណ៍សាកថ្មអីនេះបងប្អូនអាចគ្រប់គ្រងបានទៀតសារគេមាន app Zo Motor ផ្ទាល់អញ្ចឹងបងប្អូនអាចដឹងពីព័ត៌មានសាកថ្មអស់ប្រហែលអីអស់ប្រហែលអញ្ចឹងណាហើយវាជួយច្រើនអត់ចាំបាច់ថាអូងាកដូរប្រេងម៉ាស៊ីនអូងាកដូរប្រេងនេះប្រេងនោះទេហើយសំខាន់មានការធានាផ្លូវការពីក្រុមហ៊ុន Zo Motor ប្រទេសកម្ពុជាយើងអត់បាច់បារម្ភហ្មងបាទកន្លែង After Sale គាត់សវិគាត់ទៅខាងក្រោយធំមែនតើបងប្អូននេះបងប្អូនមិនដែលតែខ្ញុំបើកមិញបាទ ZM4 Pro បើកបាន380គីឡូអាគុយគាត់គឺ100គីឡូវ៉ាត់បងប្អូនអាគុយធំណាស់ហើយសំខាន់ទំនើបមែនតើជិះមកមានអារម្មណ៍ថាឡានទំនើបបងមានតាំងពីកាមេរ៉ា360ហងតាំងពី sensor ហងហើយខាងក្នុងគឺទលាយមែនតើប្រវែងរថយន្តគឺ76ម៉ែត្រ5900មីលីម៉ែត្រជាងហើយតតឹងគេ72ម៉ែត្រហើយមិញខ្ញុំចូលខាងក្នុងឈរបានអត់មានទើសទេបងប្អូនជិះបាន15នាក់បាទព្រោះ15កៅអីអញ្ចឹងយកដឹកភ្ញៀវអីគាត់ថាជិះឡានទៅដល់ភ្ញៀវមានអារម្មណ៍ថាទំនើបហ្មងបាទហ
ហើយស្ងាត់ផាសុខភាពមែនតើបងនេះបងប្អូន model មួយទៀតរៀងទូជាង9កៅ ZM4S ជិះបាន400គីឡូអាគុយ77គីឡូវ៉ាត់ហើយការរចនាចេញមកក៏ខ្ញុំមើលទៅឃើញស្អាតសមទូមែនតើមិនខ្ញុំឃើញគេដឹកភ្ញៀវតំណងខ្លាំងមែនតើបងសំខាន់វានិយាយស្រួលរថយន្ត Max Zomotor សាកថ្មនៅកន្លែងបោះក្រុមហ៊ុនគាត់ Zomotor ទៀតអញ្ចឹងគឺដឹងថាសុវត្ថិភាព 100% មកនិយាយខ្ញុំទៅតំណងមែនតើដូចខាងក្នុងអីមើលទៅស្អាតបងប្អូនពូកគេពណ៌សអីហើយសំខាន់កៅអីជួរទី2គេបែប VIP បែប VIP 2ជួរហើយកៅអីជួរទី3គេគឺដូចបាន3នាក់អញ្ចឹងសម្រាប់បងប្អូនដែលថាគាត់ត្រូវការរថយន្តដឹកភ្ញៀវតាមម៉ូតាឬក៏តាមក្រុមហ៊ុនអីខ្ញុំគិតថានេះគឺជាចំណុចពិសេសហ្មងហើយនៅពេលដែលយើងជិះរថយន្តអគ្គិសនីទៅដឹកភ្ញៀវក៏ភ្ញៀវទទួលបានអារម្មណ៍មួយថាក្រុមហ៊ុនយើងទំនើបហ្មងព្រោះសិតតែរថយន្តអគ្គិសនីដឹកភ្ញៀវមិនធម្មតាបងប្អូនជួយតាំងពីបរិស្ថានគិតដល់កម្រិតផាសុខភាពហើយសំខាន់យើងផ្ទាល់ជាម្ចាស់គឺសំចៃទៀតឥឡូវយើងចូលដល់ model មួយទៀតគឺ ZM1 ប្រភេទ pick up បងប្អូនដែលថាគាត់ត្រូវការឡានអគ្គិសនីសម្រាប់ប្រើប្រាស់គ្រួសារផងឬក៏យើងអាចថាយើងដឹកអវ៉ាន់ក្នុងស្ថាប័នយើងអីល្អមែនតើជិះបាន500គីឡូជាងឥឡូវបងប្អូនខ្ញុំឃើញរថយន្តនេះខ្ញុំចង់សាកល្បងបន្តិចឥឡូវមកតាមដានពាក់បើកបោះសាកល្បងហើយនឹងមើលការរចនាខាងក្នុងតិចថារថយន្តនេះស្អាតឬក៏ពិសេសត្រង់ចំណុចណាខ្លះឥឡូវយើងចូលមកដល់ផ្នែកខាងក្នុងរថយន្ត pick up របស់ Zomotor ឲ្យបងប្អូនអញ្ចឹងចកោតគេធូរល្អមែនតើ option គេមិនជាស្មុគស្មាញទេច្រើនទេ simple ងាយស្រួលក្នុងការប្រើប្រាស់ខ្ញុំគេថារថយន្តនេះបើសិនជាបងប្អូនទិញក្នុងក្រុមហ៊ុនណាយើងយកដឹកអវ៉ាន់ខ្លះយកដឹកអ្នកប្រើអ្នករួមដំណើរខ្លះឬក៏យើងចុះខេត្តចុះអីគឺល្អមែនតើបងប្អូនសំខាន់ជារថយន្តអគ្គិសនីប៉ុន្តែអត់តណាទេខ្ញុំនៅមានរបស់ពិសេសមួយចង់បង្ហាញបងប្អូនតាក់ទងនឹង mobile app របស់ Zomotor ចង់ដឹងថាពិសេសយ៉ាងណាមកតាមដានវីដេអូជាមួយខ្ញុំបន្តទៀតទាំងអស់នេះអូខេបងប្អូនឥឡូវយើងមកដល់កន្លែងសាកថ្មហើយនេះគឺទូរស័ព្ទរបស់ Zomotor រថយន្ត Zomotor សាកថ្មមួយទូបាទទូរស័ព្ទរបស់ Zomotor គឺសុវត្ថិភាព 100% ហ្មងអញ្ចឹងបងប្អូនពេលមកដល់បើសិនជាយើងអត់មាន app តោះគឺខ្ញុំនៅក្នុងស្ថានីយ៍បរិវេណបឹងកក់អញ្ចឹងណាបងប្អូនទល់មុខ Eden Garden ងាយស្រួលហៅមែនតើបងអូខេអញ្ចឹងបើសិនជាបងប្អូនអត់ដឹងថាត្រូវធ្វើម៉េចយើងអាចមកមើលគេមានដែររបៀបសាកបងប្អូនហើយតម្លៃ1350ហើយកម្លាំងសាកដល់120គីឡូវ៉ាត់សាហាវមែនទេ super fast charge បងឲ្យតឡានបងប្អូន support ដល់សាកមួយផ្លែពេញហើយបើកាមេរ៉ាមកយើង scan download មកអញ្ចឹង app គេឥឡូវគឺមាន app ថ្មីគឺ Zo Charge បាទងាយស្រួលប្រើជាងមុនល្អជាងមុនសុវត្ថិភាពជាងមុនហើយលក្ខខណ្ឌនៃការប្រើប្រាស់អីនេះគេបង្ហាញបងប្អូនលើហ្នឹងបងនេះសូម្បីតែវីដេអូរបៀបបង្កើតករណីគេបង្ហាញថាបងប្អូនចេះបង្កើតបាទ scan QR ដើម្បីមើលវីដេអូបាននេះរបៀបប្រើក៏គេមានតែងាយស្រួលមែនតើបងតែបើសិនជាបងប្អូនធ្លាក់ផ្លប់ប្រើ EV ហើយអត់ពិបាកទេបងប្អូនចាឥឡូវខ្ញុំបង្កើតហើយខ្ញុំចូលមកគឺយើងអាច search មើលថាទីតាំងណាមានស្ថានីយ៍សាអីចឹងណាយើងអាច zoom out មកយើងអាចចុច location ឬក៏យើងចុចមើលទីតាំងកន្លែងដែលយើងនៅក៏បានដែរបងប្អូនអញ្ចឹងណាអញ្ចឹងស្ថានីយ៍ខ្ញុំឥឡូវកំពុងតែនៅហ្នឹងគឺបើកបង្កក់អញ្ចឹងរបៀបសាកងាយស្រួលបងប្អូនមកដល់ទូសាកយើងមកឥឡូវឡានខ្ញុំនៅនេះអញ្ចឹងសម្រាប់ហ៊ុនសាកគឺមាន GPT ហើយ CCS2 មានគ្រប់ប្រភេទងាយស្រួលមែនតើបងអញ្ចឹងយើងអាចដកយកមកដោតចូលក្នុងរថយន្តយើងអញ្ចឹងណាបាទនេះរថយន្ត pick up យើងវាលយមែនតើខាងសាកគេទៅមុខនឹងលយហ្មងនេះបាទហ៊ុនសាកគេបាទយើងអាចដោតចូលទៅនេះបន្ទាប់មកវានឹងចាប់ផ្ដើម connect ចូលក្នុងរថយន្តយើងហើយបងប្អូនបន្ទាប់មកយើងបើក mobile app យើងមកនេះយើងចុច scan QR នេះមកហើយសូម្បីតែរបៀប pop up លុយងាយស្រួលមែនតើយើងអាច pop up តាមទូរស័ព្ទដៃតាមរយៈ bank ធនាគារយើងបងនេះបងប្អូនអាចមើលបានវាចេញព័ត៌មានបឹងកក់ station បាទបងប្អូនចង់សាកអាម៉ានអីម៉ានយើងចុចមក start charging មកនេះចាប់ដើមទៅបងប្អូនតើអើយអាចទស្សនាបានពងសាយបងប្អូន charging boosting នេះដល់ហើយបងប្អូនបាទហើយយើងរងចាំទៅយ៉ាអញ្ចឹងងាយស្រួលមែនតើបងអូខេអញ្ចឹងសម្រាប់បងប្អូនដែលថាគាត់ចាប់អារម្មណ៍ម៉ាករថយន្តក៏ដូចជាចង់មកសាកថ្មនៅ Zomotor គឺគាត់មានច្រើនកន្លែងមែនតើសូម្បីលើផ្លូវលឿនលឿនបើខ្ញុំធ្លាប់យកទៅសាកដែរបងប្អូនហើយបងប្អូនអាច download mobile app គាត់មកយើងអាចមើលទីតាំងថានៅណាខ្លះអញ្ចឹងណាហើយសុវត្ថិភាពមែនតើទូសាកគាត់គឺជាទូមួយដែលមានសុវត្ថិភាពខ្លាំងបងសាករថយន្តបងប្អូនគឺពេលហើយបងប្អូនសាកថ្មយើងមិនចេះសាកយើងត្រូវរើមើលដែរថាកន្លែងណាស្តង់ដារអត់អីចឹងបងប្អូនហើយខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថែមបន្តិចទៀតដែរកន្លែងគាត់កន្លែងសាកកន្លែងលក់ឡាន office គាត់នៅចិត្តហ្នឹងហើយសំបីតែកន្លែងដែល after sale គាត់កំពុងតែធ្វើធំមែនតើមានស្តង់ដារហ្មងអូយើងនៅក្នុងដីបឹងកក់យើងហ្មងអញ្ចឹងពិតជាងាយស្រួលសម្រាប់បងប្អូនថាជារថយន្ត Zomotor ចង់ maintenance ចង់ check up អីគឺពិតជាអត់មានផលលំបាកទេសំខាន់មានការធានាផ្លូវការពីក្រុមហ៊ុន Zomotor នៅប្រទេសកម្ពុជាយើងផ្ទាល់អូខេអញ្ចឹងសម្រាប់វីដេអូនេះប៉ុណ្ណឹងសង្ឃឹមបងប្អូនពេញចិត្តវីដេអូនេះពីខ្ញុំបាទសុតលាបសូមអរគុណសូមជម្រាបលា